มาដល់កន្លែងស្អីស្អាតនេះគឺយើងអត់ចាំយូរទេដាក់ពងទា4 5គ្រាប់មកប្រហែល2 3ម៉ឺនអញ្ចឹងមកទឹកអំពៅ4 5កែវមកកាខ្វេផងអញ្ចឹងទៅនឹងឯកំដរពោះសិនទៅអ្នកគ្នាត្រមនេះទៅដល់លើញ៉ាំបាយជុំគ្នាម្ដងទៀតអាកូននេះឌឺដល់ហើយឌឺដល់ហើយមើលទៅស្នំលើតើកង្ខលមួយគ្នាតើឥឡូវយើងរៀបចំទៅរកកន្លែងគួសមតើគ្នាអញ្ចឹងហើយក៏អញ្ចឹងចោះយើងកុំខ្វល់តើយើងទៅទៀតទៅជីវិតត្រាច់ចោតែងតែរមែងជួបទៅនឹងរឿងអ្វីដែលថ្មីជួបឧបសគ្គក៏ដូចជាជួបជាមួយនឹងទស្សនវិជ្ជាប្លែកៗដូចជាខ្ញុំអញ្ចឹងពុះពីនិយាយមែនណាអ្នកគ្នាគឺខ្ញុំពិតជាពុះពីខ្លាំងមែនទែនហើយគឺជាលើកទី1ឆាត់ជីវិតដែលខ្ញុំបានឡើងមកកាន់ផ្លូវភ្នំកលែនខាងប្រទេសស្រីខ្ញុំមិនដែលឡើងសោះត្មងនិយាយថាមនុស្សយើងទោះតែមានការព្យាយាមទៅតែបានសម្រេចដូចខ្ញុំអញ្ចឹងព្យាយាមជិះម៉ូតូកាត់ភ្លៀងកាត់ដីក្រហមមួយម៉ូតូមួយមិនបាច់មើលរូបគេមើលមិនឃើញទេតែអ្វីដើម្បីបានទស្សនវិជ្ជាស្អាតជិះជូនទៅកាន់ពុកម៉ែបងប្អូនអ្នកគ្នាគឺយើងត្រូវតែពុះពីអញ្ចឹងឯងមិនថាអញ្ចឹងឯងអុយហ្មងចង់និយាយអញ្ចឹងសម្រាប់ទឹកធ្លាក់ភ្នំកលែនយើងកន្លែងទឹកធ្លាក់3ជាន់កន្លែងហ្នឹងគេហៅឡើង1000អ្នកគ្នាអុយស្រស់ស្អាតខ្លាំងណាស់ថាមួយឆ្នាំមានប្រហែលដងទៀតជាមួយទស្សនវិជ្ជាដែលថាមីធ្លាក់ភ្លៀងស្រឹបក្លេចទៅជ្រុងណាក៏ឃើញរុក្ខជាតិពណ៌បៃតងហើយសម្លេងទឹកធ្លាក់វូទៀតអូយស័ក្តិសម័យមើលទេបើថាបានបាយហូបជុំគ្នាអញ្ចឹងទៀតអូយ2 3ប៉ាតហ្នឹងមិនទាន់ដឹងណានេះអត់និយាយលេងមើលប្រុសស្អាតស្អាតនឹងក្រោមមកហើយអ្វីសំខាន់ណាសម្លេងទឹកធ្លាក់វូអញ្ចឹងទៀតអូយកប់សេរីបាទជំរាបសួរក៏ដូចជាសួស្ដីទៅកាន់ពុកម៉ែបងប្អូនអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូ trip ដើរលេងភ្នំកលែនជុំខ្ញុំនៅខាងផ្លូវប្រទេសស្រីអ្នកគ្នានេះលេងមួយជាធីមបដ ாய் ណាឥឡូវនេះយើងកំពុងតែនាំគ្នាបាទឈប់ទិញអីញ៉ាំតាមផ្លូវសិនព្រោះយើងមករៀងពីព្រឹកហើយណាមួយឃ្លានម្នាក់ត្រូវការអាហារសម្រន់ពេលព្រឹកសិនអញ្ចឹងណាអ្នកគ្នាមកដល់កន្លែងស្អីស្អាតនេះគឺយើងអត់ចាំយូរទេដាក់ពងទា4 5គ្រាប់មកប្រហែល2 3ម៉ឺនអញ្ចឹងមកទឹកអំពៅ4 5កែវមកកាខ្វេផងអញ្ចឹងទៅនឹងឯកំដរពោះសិនទៅអ្នកគ្នាត្រមនេះទៅដល់លើញ៉ាំបាយជុំគ្នាម្ដងទៀតបន្ទាប់ពីគ្នាយើងបានទទួលទានជាមួយនឹងអាហារពេលព្រឹកហើយឥឡូវនេះយើងចាប់ផ្ដើមចេញដំណើរតាមផ្លូវតែមើលទស្សនវិជ្ជាតាមផ្លូវអ្នកគ្នាណាស្អាតញ៉ែចង់អញ្ចឹងទស្សនវិជ្ជាព្រំកលែនមានតែមួយគ្មានពីរហ្មងណែទៅនឹងមិនល្ងិតរត់ភ្លៀងឲ្យភ័យខាច់ភ្លៀងសើមកាបោបសើមអីតែមានអីអ្នកគ្នាភ្លៀងលើភ្នំណាវិញនឹងឆ្កយឥឡូវនេះខ្ញុំបានឡើងមកកាន់លើភ្នំហើយអ្នកគ្នាឡើងប្រហែលបានពេលកដាលហើយអញ្ចឹងទៅខ្ញុំក៏ថតទស្សនវិជ្ជាទៅខាងក្រោមមើលពុកបងប្អូនបានឃើញមានបែកអាប់បែកអីអញ្ចឹងអ្នកគ្នាអូយស្រស់ស្អាតណាស់កាត់មកដល់ប្លង់កន្លែងទិញម្ហូបហូបបាយវិញអ្នកគ្នាបាទចុះមកដល់ខាងក្រោមនេះគឺឃើញអ្នកលក់មានលក់ម្ហូបច្រើនមុខខ្លាំងមែនទែនមានប្រហុកមានមាន់មានខ្នប់មានស្អីអីអញ្ចឹងណាអ្នកគ្នាហ្នឹងហើយឥឡូវនេះមិត្តភក្តិរបស់ខ្ញុំក៏គាត់បានកំងជាមួយនឹងមាន់ដុតមាន់អាំងណាអ្នកគ្នាហ្នឹងហើយអាធំមួយមកហើយបុកល្ហុងតិចទៅហើយជាមួយនឹងក្រូចមួយហើយក្រៅពីហ្នឹងគាត់ថែមជាមួយនឹងប្រហុកកប់ប្រហុកខ្នប់អីគាត់ហ្នឹងទេតែដឹងតែឆ្ងាញ់ប្រហុកហ្នឹងពីពួកយើងបានទិញអីហើយយើងក៏ត្រឡប់មកជួបជុំគ្នាវិញដើម្បីរកកន្លែងអង្គុយរកកន្លែងហូបបាយអញ្ចឹងទៅនេះទាំងអស់គ្នាបាទឥឡូវមកកាហ្វេវេលីយូយើងទៅទស្សនានៅវីដេអូចេញ trip ថ្ងៃដំបូងនៅភ្នំកលែនខាងផ្លូវប្រទេសស្រីជុំខ្ញុំទាំងអស់គ្នាបាទអូទៅហើយនេះកាត់ភ្លេងកាត់ខ្យល់កាត់ដីក្រហមកាត់ទឹកកាត់ភក់ហ្នឹងហើយទៅហើយលើកទី1សម្រាប់គ្នាខ្ញុំដែលឡើងមកកាន់ផ្លូវប្រទេសស្រីតែលើកទី1000ដែលគ្នាខ្ញុំឡើងទៅខាងផ្លូវស្វាយលើវាខុសគ្នាត្រង់ហ្នឹងណាអ្នកគ្នាអាយុយអ្នកគ្នាឥឡូវនេះយើងបានមកដល់កន្លែងចំណតម៉ូតូហើយទុករៀបចំម៉ូតូស្រួលបួលទៅកូននឹងឲ្យតោះយើងរៀបចំទៅរកកន្លែងអង្គុយគួរសមអូយមានប្រុសស្អាតស្អាតមកទៀតថ្ងៃនេះអូមានស្រីមានប្រុសច្រឡំតែអាកូននេះឌឺដល់ហើយមើលទៅស្នំលើតើកង្ខលមួយគ្នាតើឥឡូវយើងរៀបចំទៅរកកន្លែងគួរសមតើគ្នាអញ្ចឹងហើយក៏អញ្ចឹងចោះយើងកុំខ្វល់តើយើងទៅទៀតទៅមើលសម្រាប់គេផងយីនេះឡើងស្រស់ស្អាតហ្មងប៉ុន្តែមិនបាច់មើលទឹកទេបាទគឺល្អក់វ៉ាំដោយសារភ្លេងដំបងតើភ្លេង2 3មេទៀតបានយើងអាចចុះលេងបានអញ្ចឹងណាអ្នកគ្នាប៉ុន្តែមានបងយើងចូលលេងខ្លះដែលទៅមានអត់ណាកាន់មកដល់ប្លង់កន្លែងកញ្ចុះយើងវិញឥឡូវនេះយើងរកបានកញ្ចុះមួយដែលស្អាតទីធ្លាធំហើយសំខាន់ហ្នឹងគឺកន្ទេលម៉ែឲ្យក្រាប3 4 5កន្ទេលឲ្យមានចង្ហាល់មានភ្លើងប្រើប្រាស់ទៀតអញ្ចឹងណាតែតម្លៃមិនមើល30000តាមស្ដាយអ្នកគ្នា30000ក៏បីចុះតែសំខាន់ឲ្យទទួលបានជាមួយនឹងទស្សនវិជ្ជាមួយដែលយើងអាចមើលឃើញទៅដល់ក្រោមអូយមើលទៅអ្នកគ្នាដែលស្រស់ស្អាតខ្លាំងហូបបាយបដៅគួយគុណជាមួយនឹងបរិយាកាសក្រោមបដៅអញ្ចឹងណា enjoy ឡាតើបងប្អូនហូបបាយជុំខ្ញុំបានថ្ងៃនេះគឺមានជាមួយនឹងមាន់អាំងមួយបាទប្រហុកខ្នប់មួយហើយជាមួយនឹងកូនក្រូចមួយបុកល្ហុងមួយចានអញ្ចឹងទៅបែបសាបអីអញ្ចឹងណាអ្នកគ្នាបាទគ្នាយើងខ្វះមួយអ្នកគ្នាបាទមក9នាក់បើថាបានមួយទៀតមកគ្រប់ជើងបដៅបន្ទាប់ពីពួកយើងបានញ៉ាំបាយហើយក៏ពួកយើងចុះមកគយគុណជាមួយទស្សនវិជ្ជាទឹកធ្លាក់ខាងក្រោមក៏ដូចជាថតរូបជុំគ្នា4 5 600ប៉ុស្តិ៍ទុកធ្វើជាអនុស្សាវរីយ៍មកអីចឹងណាអ្នកគ្នាបាទបញ្ជាក់ប្រាប់បន្តិចពុកបងប្អូនអ្នកគ្នាក្រុមខ្ញុំសាក្រុមមីឌៀអញ្ចឹងហើយទៅណាទៅណីមិនខ្វល់រឿងកាមេរ៉ាមែននេះគឺថាមើលទៅដៃដឹងហើយគឺលើកជ្រុងច្រាងបដ ாய் គឺថាមិនអោយចាញ់កាមេរ៉ាមែនធំហ្មងទេវាឆ្ងាញ់ត្រង់ថារៀនមីឌៀបើមកយកអនុវត្តទៀតចប់ហើយនេះមើលតែកាមេរ៉ាមែនទៅលើកក៏មើលក្រោមដឿកឡើនេះស្ទាយស្អីហ្នឹងប្រូបន្ទាប់ពីពួកយើងថតរូប4 5 600លានប៉ុស្តិ៍មកយើងក៏បានវិលត្រឡប់ទៅកាន់គេហដ្ឋានរីងខ្លួនវិញហើយអ្នកគ្នាបាទវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់តាមនឹងឯងអរគុណច្រើនពុកបងប្អូនអ្នកគ្នាជួបខ្ញុំវីដេអូក្រោយជម្រាបលាបាយបាយ